đâyខ្ញុំឲ្យតែឆាបន្លែគ្រប់មុខគាត់ចូលចិត្តហូបណាស់អញ្ចឹងមុននឹងឆាបន្លែគឺខ្ញុំមកដាំបាយជាមុនសិនឲ្យម្ហូបនិងបាយនឹងឆ្អិនដំណើរគ្នាពូបារាំងឲ្យតែខ្ញុំឆាបន្លែគ្រប់មុខគឺគាត់ហូបបាយបានច្រើនមែនតើពូបារាំងគាត់ទៅសារប្រពន្ធរាល់ថ្ងៃឲ្យប្រពន្ធធ្វើម្ហូបឲ្យហូបខ្លាចបង្អាប់ថាអត់ឆ្ងាញ់ប្រពន្ធលែងធ្វើឲ្យហូបតែម្ដងពូបារាំងគឺងាយស្រួលក្នុងការចិញ្ចឹមគាត់មែនតើអត់តែមួយមុខគ្រឿងស្អុយដូចជាប្រហុកហើយនិងកាពិអីហ្នឹងគឺគាត់អត់ហូបទេវាយយ៉ាងម៉េចក៏ដោយក៏គាត់អត់ហូបដែរពេលដែលខ្ញុំទៅខ្មែរម្ដងម្ដាយខ្ញុំគាត់តែងតែឆាបន្លែគ្រប់មុខនឹងឲ្យពូបារាំងហូបពូបារាំងហូបនំដងស្មើនឹងគេហូប5-6នាក់គឺគាត់ចូលចិត្តម្ហូបខ្មែរយើងនៅរសជាតិទោះបីជាខ្ញុំរវល់ធ្វើការ5-6ម៉ោងឬក៏10ម៉ោងក៏ដោយគឺខ្ញុំអត់ភ្លេចទេនៅអាហារពេលល្ងាចសម្រាប់គាត់តែម្ដងងាយស្រួលឆាមែនតើដាក់ប្រេងខ្យងអំបិលប៊ីចេងស្ករអីចឹងណាបងប្អូនតាមតម្រូវមាត់ដែលយើងចង់ហូបចឹងណាសាច់គោនេះខ្ញុំយករៀងជាប់ខ្លាញ់តិចៗយើងមកចឹងខ្ញុំឆាលាយជាមួយនឹងពោតបារាំងការ៉ុតហើយនឹងផ្កាខាត់ណាតែផ្កាខាត់ណារបស់ខ្ញុំវាឆាប់ខូចខ្ញុំយកតែគល់យកមកឆាជាមួយទេហើយឥឡូវខ្ញុំមកលាយជាមួយនឹងពេញប៉ោះអីចឹងទៅឲ្យតែមានរសជាតិឆ្ងាញ់ណាបងប្អូននិយាយទៅស្ដាយមែនតើផ្កាខាត់ណារបស់ខ្ញុំគឺខ្ញុំទុកយូរពេកឥឡូវវាខូចខ្ញុំកាត់លើនេះគឺរួចរាល់ហើយគឺរៀបចំឲ្យពូបារាំងបានហូបអាហារពេលល្ងាចរបស់ខ្ញុំ